សូមស្វាគមន៍មកកាន់ការបកស្រាយអត្ថបទរបស់យើងថ្ងៃនេះខ្ញុំពិតជាមានក្តីរំភើបមែនទែននឹងការនាំអ្នកទាំងអស់គ្នាមកបកស្រាយនឹងរុករកទស្សនវិជ្ជាដ៏ជ្រាលជ្រៅមួយរបស់បុរាណអាចារ្យយើងនឹងមកកែប្រែការយល់ឃើញរបស់យើងបន្តិចអំពីអត្ថន័យនៃភាពជោគជ័យនិងអ្វីដែលហៅថាភាពចាស់ទុំពិតប្រាកដតាមរយៈការបកស្រាយនេះអ្នកនឹងឃើញថាជួនកាលណាការដែលយើងមិនធ្វើអ្វីសោះគឺជាទង្វើដ៏ឆ្លាតវៃបំផុតទៅវិញទេអូខេតោះយើងចូលទៅកាន់ប្រធានបទនេះទាំងអស់គ្នាអ្នកដឹងទេសង្គមយើងសប្តាហ៍ថ្ងៃតែងតែបង្រៀនឬក៏ដាក់សម្ពាធយើងថាមនុស្សដែលជោគជ័យមនុស្សចាស់ធំគឺត្រូវតែជាអ្នកចម្បាំងដ៏ខ្លាំងក្លាដែលត្រូវតែតស៊ូយកឈ្នះរាល់សមរភូមិមិនថាតូចឬធំយើងតែងតែគិតថាការដែលយើងចោះចាញ់ឬការដើរចេញគឺជាសញ្ញានៃភាពធន់ជ្រាយប៉ុន្តែសំណួរដ៏សំខាន់ដែលយើងគួរតែសួរខ្លួនឯងនោះគឺតើយើងពិតជាចាំបាច់ត្រូវតែឈ្នះគ្រប់ការប្រកួតប្រជែងមែនឬអត់តើការដែលយើងហត់នឿយប្រយុទ្ធគ្រប់រឿងនឹងវាពិតជាស័ក្តិសមនឹងលទ្ធផលដែលយើងទទួលមកវិញដែរឬទេជាញឹកញាប់យើងតែងតែយល់ច្រឡំថាយើងត្រូវតែប្រកួតប្រជែងឬក៏យកឈ្នះរាល់ការជជែកវែកញែកគ្រាន់តែដើម្បីបង្ហាញថាខ្លួនឯងខ្លាំងតាមពិតទៅនេះគឺជាការយល់ខុសស្រឡះតែម្ដងការពិតនោះគឺការដែលយើងព្យាយាមតាំងខ្លួនជាអ្នកឈ្នះគ្រប់រឿងវាគ្រាន់តែជាការដុតបំផ្លាញពេលវេលានិងកម្លាំងកាយកម្លាំងចិត្តរបស់យើងចោលទោះទេដោយយើងមិនទទួលបានអ្វីដែលមានតម្លៃពិតប្រាកដមកវិញទោះតែសោះនិយាយឲ្យស្រួលស្ដាប់ទៅវាគ្រាន់តែធ្វើឲ្យយើងហត់នឿយដោយឥតប្រយោជន៍ប៉ុណ្ណោះអញ្ចឹងត្រង់នេះវាបាននាំយើងមកដល់ការកំណត់និយមន័យថ្មីមួយដ៏សំខាន់អត្ថបទដើមបានបញ្ជាក់យ៉ាងច្បាស់តែម្ដងថាមនុស្សពេញវ័យឬមនុស្សដែលមានភាពចាស់ទុំមិនមែនជាមនុស្សដែលឈ្នះរាល់សមរភូមិនោះទេផ្ទុយទៅវិញជាមនុស្សដែលដឹងយ៉ាងច្បាស់ថាសមរភូមិណាដែលមិនគួរចូលរួមប្រយុទ្ធតទៅសោះការដឹងថាពេលណាដែលយើងគួរដើរចេញវាមិនមែនជារឿងសាមញ្ញទេណាវាទាមទារឲ្យយើងមានការគិតពិចារណាបានវែងឆ្ងាយមែនតើភាពចាស់ទុំគឺត្រូវបានវាវែងដោយការប្រើប្រាស់យុទ្ធសាស្ត្រនៃការជៀសវាងនេះឯងគឺមិនមែនវាវែងត្រឹមតែអាយុឬកម្លាំងបាយនោះឡើយយើងអាចនិយាយបានថាភាពចាស់ទុំពិតប្រាកដគឺផ្ដោតសំខាន់ទៅលើភាពឆ្លាតវៃផ្នែកអារម្មណ៍តែម្ដងវាជាសមត្ថភាពនៃការកំណត់ព្រំដែនដើម្បីការពារសេចក្តីសុខនិងសន្តិភាពផ្លូវចិត្តណាបងពេលដែលអ្នកដឹងច្បាស់ពីរឿងនេះអ្នកនឹងឈប់ខ្ចែកអារម្មណ៍ល្អៗណាបងទៅលើរឿងរញ៉េរញ៉ៃឬបញ្ហាដែលមិនស័ក្តិសមនឹងទទួលបានការយកចិត្តទុកដាក់តទៅសោះឧទាហរណ៍ដូចជាការខំប្រឹងជជែកវិញញែកយកចាញ់ឈ្នះតាម Facebook ជាដើមនេះហើយគឺជាកម្រិតដ៏ខ្ពស់នៃការគ្រប់គ្រងខ្លួនឯងឥឡូវនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺបុរាណអាចារ្យបានសង្ខេបភាពឆ្លាតវៃនៅក្នុងរស់នៅមកជាគោលការណ៍ដ៏ខ្លីខ្លឹមចំនួន4យ៉ាងនេះគោលការណ៍ទាំង4នេះប្រៀបបានទៅនឹងត្រីវិស័យឬសិភៅណែនាំផ្លូវដ៏អស្ចារ្យមួយដែលជួយសង្គ្រោះយើងពីភាពវឹកវរក្នុងជីវិតប្រចាំថ្ងៃវាប្រាប់យើងឲ្យដឹងច្បាស់ថាតើពេលណាដែលយើងគួរដកខ្លួនចេញដើម្បីសេចក្តីសុខខ្លួនឯងតោះយើងទៅមកគោលការណ៍នេះមួយឲ្យបានលម្អិតទាំងអស់គ្នាគោលការណ៍ទី1គឺឃើញការដណ្ដើមគ្នាត្រូវចេះគេចេញការជិះស្វៀងពីការប្រកួតប្រជែងឬការដណ្ដើមគ្នាដោយគ្មានប្រយោជន៍វាមិនមែនកើតចេញពីការភ័យខ្លាចឬភាពកំសាន្តរបស់យើងនោះទេប៉ុន្តែអត្ថបទបានសង្កត់ធ្ងន់ថាវាគឺមកពីការយល់ឃើញយ៉ាងច្បាស់លាស់ថាការចាញ់ឈ្នះនៅក្នុងរឿងជាច្រើនទាំងនោះវាមានត្រឹមតែធ្វើឲ្យយើងខាតកម្លាំងនិងខាតពេលវេលាប៉ុណ្ណោះទោះបីជាអ្នកឈ្នះនៅក្នុងការដណ្ដើមគ្នានេះក៏ដោយក៏អ្នកមិនទទួលបានអ្វីដែលមានតម្លៃជាដុំកំភួនត្រឡប់មកវិញដែរក្រៅពីភាពហត់នឿយនោះវាប្រៀបដូចជាការប្រឹងដណ្ដើមយុគជ័យលាភីដែលគ្មានរង្វាន់អញ្ចឹងដែរចូលមកដល់គោលការណ៍ទី2ដែលខ្ញុំជឿថាយើងតែងតែជួបប្រទះស្ទើរតែរាល់ថ្ងៃជួបការរិះគន់និន្ទារឿងអាស្រូវត្រូវធ្វើមិនដឹងមិនលឺអ្នកទាំងអស់គ្នាត្រូវចាំថានៅក្នុងសង្គមដូចជានៅកន្លែងធ្វើការជាដើមមនុស្សដែលតាមនិយាយដើមយើងពីក្រៅខ្នងឬចូលជុតបង្កើតរឿងរញ៉េរញ៉ៃគឺមិនដែលខ្សត់ឡើយប្រសិនបើអ្នកកាន់តែយកចិត្តទុកដាក់កាន់តែខឹងសម្បាឬខ្វល់ខ្វាយជាមួយនឹងភាគចចាមរាមទាំងនោះខ្លាំងប៉ុណ្ណាអ្នកនឹងកាន់តែត្រូវគេអូសទាញចូលទៅក្នុងរង្វង់វឹកវរនៃរឿងរ៉ាវដែលមិនមែនជារបស់ខ្លួនឯងកាន់តែខ្លាំងប៉ុណ្ណោះដូច្នេះការធ្វើមិនដឹងមិនលឺមិនតបគឺជាជំរឿនដ៏វាយឆ្លាតបំផុតដើម្បីផ្ដាច់រង្វង់នៃភាពវឹកវរនេះចោលបន្តមកទៀតគឺគោលការណ៍ទី3កន្លែងដែលសៅម៉ងមិនសាច់ស្អំមិនត្រូវទៅពាក់ព័ន្ធសាកសម័យមើលទៅមើលប្រសិនបើអ្នកត្រូវចំណាយពេលអង្គុយនៅកន្លែងឬក្នុងចំណោមក្រុមមនុស្សដែលពោពេញទៅដោយការគិតគូរគំគួននិងការច្រណែនឈ្នានីសអស់រយៈពេលយ៉ាងយូរតើនៅមានរឿងអ្វីកើតឡើងអត្ថបទបានបញ្យល់យ៉ាងច្បាស់ថែមជ្ឈដ្ឋានបែបណាវានឹងបង្កើតមនុស្សបែបនោះយូរទៅចិត្តគំនិតរបស់អ្នកក៏នឹងត្រូវឆ្លងមេរោគពលនោះដែរអ៊ីចានការដើរចេញពីបរិយាកាសអវិជ្ជមានទាំងនេះគឺជាវិធីសាស្ត្រតែមួយគត់ដើម្បីថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកកុំឲ្យធ្លាក់ចុះចំណុចនេះបានបង្ហាញយ៉ាងច្បាស់ថាពាក្យសម្ដីដែលជាកម្មពៀឬការនិយាយដើមចាក់ដោតយើងមិនត្រូវទៅលេងជាមួយឡើយព្រោះឥទ្ធិពលនៃពាក្យសម្ដីគឺធំធេងណាស់សាក់ស្ដាប់សម្រងសម្ដីនេះមើលពាក្យសម្ដីប្រៀបដូចជាកំបិតនេះមានន័យថាអ្នកមិនត្រូវពោលពាក្យសម្ដីពីសូពលឬចូលដៃចូលជើងនិយាយអាក្រក់ពីអ្នកណាម្នាក់ឡើយព្រោះកំបិតដែលអ្នកនិយាយទៅចាក់ដោតគេនៅថ្ងៃនេះតាមក្បួននៃកម្មពល
ថ្ងៃណាមួយវានឹងធ្វើត្រឡប់មកចាក់ដល់ខ្លួនអ្នកវិញយ៉ាងឈឺចាប់បំផុតជាមិនខាន មកដល់ចំណុចនេះយើងត្រូវតម្រង់ការយល់ឃើញរបស់យើងឡើងវិញឲ្យបានច្បាស់ការសម្រេចចិត្តជៀសវាងពីរឿងរ៉ាវអវិជ្ជមានទាំង4ដែលបុរាណចារ្យបានលើកឡើងនេះវាមិនមែនជាភាពទុនទ្រាយនោះឡើយអ្នកដឹងទេការដែលយើងឬយកការដាចេញមិនមែនមានន័យថាយើងអស់សមត្ថភាពในការតតាំងលោកទេប៉ុន្តែយើងគ្រាន់តែជ្រើសរើសមិនយកខ្លួនទៅបៀតនឹងរឿងឥតប្រយោជន៍ផ្ទុយទៅវិញវាគឺជាការបង្ហាញនូវភាពរឹងមាំផ្លូវចិត្តកម្រិតខ្ពស់ទៅវិញទេ យើងត្រូវបែងចែកឲ្យដាច់របៀងភាពទុនច្រាយនិងការការពារខ្លួនយ៉ាងឆ្លាតវៃភាពទុនច្រាយគឺនៅពេលដែលយើងខ្លាចមិនហ៊ានប្រឈមមុខនឹងបញ្ហាដែលចាំបាច់ប៉ុន្តែការដើរចេញពីរឿងរញ៉េរញ៉ៃគឺជាយុទ្ធសាស្ត្រដែលយើងបង្កើតឡើងយ៉ាងប្រុងប្រយ័ត្នដើម្បីរក្សាចិត្តគំនិតរបស់ខ្លួនឯងឲ្យស្អាតបរិសុទ្ធការពារខ្លួនយើងពីភាពសៅហ្មងដែលបង្កឡើងដោយមជ្ឈដ្ឋានខាងក្រៅសរុបមកវាជាសញ្ញានៃភាពឆ្លាតវៃកម្រិតខ្ពស់ អញ្ចឹងចំណុចដែលសំខាន់បំផុតនោះគឺការជៀសវាងពីសមរភូមិដែលគ្មានន័យជាការវិនិយោគមួយដែលឆ្លាតវៃដើម្បីរក្សាកម្លាំងកាយនិងកម្លាំងចិត្តនៃអ្នកយើងម្នាក់ៗមានថាមពលមានកំណត់ទេក្នុងមួយថ្ងៃដូច្នេះការចេះរំលងចោលនិងការមិនខ្វល់ខ្វាយចំពេលត្រឹមត្រូវវាអនុញ្ញាតឲ្យអ្នកសន្សំថាមពលដ៏មានតម្លៃទាំងនោះទុកសម្រាប់យកទៅផ្ដោតអារម្មណ៍និងធ្វើសកម្មភាពទៅលើអ្វីៗដែលជារឿងមានតម្លៃពិតប្រាកដនៅក្នុងជីវិតរបស់អ្នកដូចជាគ្រួសារការសិក្សាឬគោលដៅជីវិតជាដើម នោះដែលការបកស្រាយអត្ថបទបានសន្និដ្ឋានយ៉ាងច្បាស់ថាមិនមែនរាល់សមរភូមិទាំងអស់សុទ្ធតែគួរតែឲ្យយើងចូលរួមប្រយុទ្ធនោះទេការជាមិនខ្វល់ខ្វាយក៏ជាភាពឆ្លាតវៃដ៏អស្ចារ្យមួយដែរមុននឹងយើងបញ្ចប់ការបកស្រាយអត្ថបទនេះខ្ញុំមានសំណួរមួយសម្រាប់អ្នកទាំងអស់គ្នាយកទៅគិតពិចារណាបន្ទាប់ពីបានយល់ពីទស្សនវិជ្ជារបស់បុរាណាចារ្យនេះហើយតើសមរភូមិដ៏អឹតប្រយោជន៍មួយណាដែលអ្នកក៏គង់តែប្រយុទ្ធសពថ្ងៃហើយអ្នកនឹងជ្រើសរើសដើរចេញនៅថ្ងៃនេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមយកគោលការណ៍ទាំងនេះទៅអនុវត្តដើម្បីសន្តិភាពផ្លូវចិត្តខ្លួនឯងសូមជួយចុច like share channel របស់ខ្ញុំនិង comment សម្រាប់វីដេអូបន្ថែមទៀតសូមអរគុណច្រើន